ព័ត៌មានថ្មីនឹងទាន់ហេតុការណ៍បាត់សូមគោរពនឹងជម្រាបសួរប្រិមិត្តដែលនិយមរកការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 8 HD នៅក្នុងគណៈពេលនេះខ្ញុំបាទភ្នាក់ងាររបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 8 HD បានចុះមកផ្ដិតយកសកម្មភាពនិងទស្សនវិជ្ជាដែលឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញចុះពិនិត្យនៅក្នុងសង្កាត់កោះរ៉ុងសន្លឹមនៃក្រុងកោះរ៉ុងដូច្នេះសូមតាមដាននឹងបទសម្ភាសន៍ឯកឧត្តមដូចតទៅសូមគោរពអញ្ជើញបាទសូមបញ្ជាក់ថានេះគឺជាប្រព័ន្ធភ្លើងដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបន្តពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមកតភ្លើងពីគោកហើយពីគោកនេះគឺទាញពីកោះកុងមកវិញពីតារាសាគោលជាប់មកកោះរ៉ុងហើយពេលនេះគឺមកដល់កោះរ៉ុងសន្លឹមបាទហើយការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះជាផ្លូវការគឺយើងចាប់ពីថ្ងៃ1ខែ5ទៅបាទថ្ងៃ1ខែ5ទៅគឺតភ្ជាប់ហើយឲ្យប្រើប្រាស់តម្លៃរបស់រដ្ឋតែម្ដងរបស់រដ្ឋគឺ720ចុះក្រោមតាមកម្រិតនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋបាទអញ្ចឹងនេះគឺជាសមិទ្ធផលថ្មីមួយទៀតនៅលើកោះរ៉ុងសន្លឹមរបស់យើងក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតហើយនៅទីនេះខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅកោះនេះសូមរូតរះមកទំនាក់ទំនងជាមួយនឹងក្រុមការងារដើម្បីដាក់ពាក្យឲ្យតបជាប់ភ្លើងដើម្បីប្រើប្រាស់ព្រោះថាភ្លើងដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដាក់មកនេះគឺតម្លៃស្តង់ដារអញ្ចឹងតម្លៃខុសគ្នាជាមួយនឹងក្រុមហ៊ុនពីមុនដែលយើងប្រើម៉ាស៊ីនភ្លើងច្រើនណាស់បាទក្រុមហ៊ុនពីមុនប្រើម៉ាស៊ីនភ្លើង1គីឡូ2900រៀលក្នុង1គីឡូហើយឥឡូវនេះសម្ដេចបានតភ្ជាប់មកនេះគិត1គីឡូ720ចឹងពី2900មក720 4ដងបាទខុសត្រូវគ្នា4ដងតម្លៃភ្លើងបាទអញ្ចឹងគឺជាយុទ្ធសាស្ត្រមួយនៃការជួយលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋហើយការជួយលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋស្មើនឹងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែរនៅទីនេះរុញមករ៉ុងសន្លឹមនេះគឺមានទំហំ35គីឡូវ៉ាត់អាចគិតថាប្រើប្រាស់មកកោះនេះបានគ្រប់គ្រាន់សូមអរគុណបាទសូមគោរពអរគុណច្រើនប្រិមិត្តដែលនិយមរកការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 8 HD មុននេះបន្តិចយើងបានឃើញសកម្មភាពជាច្រើនដែលឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យដូចជាបង្គោលភ្លើងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងសង្កាត់កោះរ៉ុងតែម្ដងនៅក្នុងគណៈពេលនេះខ្ញុំបាទភ្នាក់ងាររបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 8 HD សូមបិទបញ្ចប់ការផ្សាយនិងបទសម្ភាសន៍ឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុសូមអរគុណ